នេះគឺជាម៉ាស៊ីនចាក់វីដេអូដែលគូសមួយសន្លឹកដែលផលិតនៅក្នុងទសវត្សរ៍40ដែលពីសម័យមុនគឺមិនទាន់មានបច្ចេកវិទ្យាទំនើបនោះទេដោយគំនូរនីមួយៗត្រូវបានគូសនិងដាក់តម្រៀបនៅក្នុងរងពុម្ពដើម្បីបង្វិលនិងបញ្ជាឲ្យរូបភាពធ្វើចលនានិងដើរដោយដៃដើម្បីបានទស្សនាគេត្រូវតែដាក់លុយ1ខនដើម្បីបង្វិលដោយខ្លួនឯងនិងទស្សនាដើម្បីបង្កើតខ្សែភាពយន្តមួយរឿងគេត្រូវតែគូសគំនូសចំនួន850សន្លឹកឬក៏អាចលើសច្រើនជាងនោះក៏មានរហូតដល់រាប់ម៉ឺនសន្លឹកប្រសិនបើខ្សែភាពយន្តនោះមានរឿងចំនួនវែងរហូតចូលមកដល់ទសវត្សរ៍ទី50មនុស្សត្រូវបានស្រាវជ្រាវឃើញនៅម៉ាស៊ីនថតដែលម៉ាស៊ីនថតនៅចំនួននោះគឺមិនទាន់មាន color នៅឡើយនោះទេគឺពួកគេកំពុងតែស្រាវជ្រាវនិងប្រើប្រាស់ដោយថាមពលថ្មពិលនឹងឯងរូបហ្វូតូសខ្មៅដែលត្រូវបានថតជាសន្លឹកត្រូវបានផ្ដុំនិងចងជាកងនិងដាក់បង្វិលនៅក្នុងម៉ាស៊ីនចាក់ផ្សាយក៏ប៉ុន្តែខ្សែវីដេអូនៅចំនួនកាលដែលថតនៅកាមេរ៉ាដែលជាសន្លឹកនោះគឺមិនទៅមានរឿងវែងនោះទេព្រោះអីសន្លឹកអប្រ័យថតនៅពេលនោះគឺមានកម្រាស់យ៉ាងក្រាស់ចូលមកដល់ឆ្នាំទសវត្សរ៍ទី60អ្នកស្រាវជ្រាវក៏បានស្រាវជ្រាវឃើញនៅកាសែតដើម្បីចាក់និងថតបញ្ចូលហ្វីលនៅក្នុងកាសែតដើម្បីចាក់និងផលិតក្បាលវីដេអូដើម្បីចាក់បញ្ចាំងទៅលើទូរទស្សន៍រីឯបទចម្រៀងក៏ត្រូវបានថតនៅក្នុងកាសែតនិងមានបញ្ញេដើម្បីចាក់និងចាក់ផ្សាយនៅតាមទូរទស្សន៍ប៉ុស្តិ៍វិទ្យុនិងទូរទស្សន៍គ្រប់ទីកន្លែងនៅលើពិភពលោកចូលដល់ទសវត្សរ៍ទី80អ្នកវិទ្យាសាស្ត្រក៏យល់ឃើញថាការចាក់បទចម្រៀងទៅតាមកាសែតក៏ដូចជាវីដេអូនៅតាមកាសែតគឺមានចំនួននិងរយៈពេលបានខ្លីចឹងទេពួកគេក៏បានស្រាវជ្រាវនៅចំនួនថ្មីក៏បានអាប់ដេតខ្លីមកជាការចាក់ឌីសនិងផលិតនៅម៉ាស៊ីនចាក់ឌីសដើម្បីចាក់ផ្សាយទៅលើប៉ុស្តិ៍ទូរទស្សន៍នានាក៏ដូចជាប៉ុស្តិ៍វិទ្យុផ្សេងៗទៀតទូទាំងពិភពលោកតែម្ដងចូលដល់ទសវត្សរ៍ទី90គឺជាការស្រាវជ្រាវមួយដែលដល់ចំណុចកំពូលតែម្ដងអ្នកវិទ្យាសាស្ត្របានរកឃើញនៅម៉ាស៊ីនដែលផលិត memory ដែលក្នុងនោះគឺអាចផ្ទុកវីដេអូនិងបទចម្រៀងរាប់ម៉ឺនរាប់ពាន់បទនិងវីដេអូរាប់រយវីដេអូតែម្ដងអញ្ចឹងទេពួកគេត្រូវតែផលិតនៅម៉ាស៊ីនចាក់ដែលអាចរាយទៅលើ memory នោះនិងចាក់បញ្ចេញនៅបទចម្រៀងក៏ដូចជាវីដេអូឈានចូលមកដល់បច្ចេកវិទ្យាបច្ចុប្បន្នដែលជាបច្ចេកវិទ្យាចុងក្រោយអ្នកស្រាវជ្រាវទាំងនោះក៏បានរកឃើញនិងស្រាវជ្រាវនៅម៉ាស៊ីនដែលអាចចាក់បទចម្រៀងដោយមិនចាំបាច់ប្រើ memory ព្រោះអីពួកគេអាចផលិតនៅ social media ដូចជា Facebook TikTok YouTube ពួកយើងទាំងអស់គ្នាគ្រាន់តែមានអ៊ីនធឺណិតនៅក្នុងដៃក៏អាចវាយនិង search រកបទចម្រៀងនិងអាចចាក់បានតាមចំណង់ចំណូលចិត្តរបស់យើងទាំងអស់គ្នាដើម្បីទទួលបាននៅវីដេអូដែលមានគុណប្រយោជន៍និងចែករំលែកចំណេះដឹងសូមកុំភ្លេចចុច like និង subscribe follow ម្នាក់មួយដើម្បីជាកម្លាំងចិត្តដល់ admin សូមអរគុណ